ផ្លែគឺអាចនឹងផ្ដិតឲ្យបងប្អូនបានទស្សនាដើមថ្នោតច្រើនណាស់ទេសភាពនៅខាងនេះបងប្អូននិយាយរួមចាស់អស់ហើយថ្នោតនៅពេលនេះបងប្អូនហើយនៅពេលខាងនេះគេឃើញថ្នោតច្រើនគេអត់យកមកធ្វើស្ករទេគេចូលចិត្តធ្វើថ្នោតជូរបងប្អូននឹងហើយបងប្អូនអោយតែខ្ញុំតនេពីការងារបងប្អូនគឺឆ្លៀតពេលជិះម៉ូតូមកលេងតាមជើងភ្នំបងប្អូនតាមទេសភាពស្អាតណាស់បងប្អូននៅតាមជើងភ្នំខ្សែអុយនៅតាមនេះបងប្អូនដូចយើងស្រាប់ហើយនេះគេដាំដំណាំតែស្មៅដូចយើងស្រាប់បងប្អូនស្មៅគេកាត់ដោយគោនេះនិយាយរួមផ្លូវនេះបងប្អូនបាច់ទៅណាឆ្ងាយទេគឺផ្លូវនេះដាក់អាសនានថាផ្លូវកងអាំងបងប្អូនសម្រាប់ខ្ញុំទេសភាពជើងភ្នំសានណាបងប្អូននេះខ្មៅហួរអាប់សង្ស័យដល់ព្រៀងមកឡូវហើយបងប្អូននេះទេសភាពនៅតាមភ្នំបងប្អូនចោលហើយបងប្អូនចាប់ផ្ដើមចោលហើយចោលខ្លាំងហើយបងទីចោលខ្លាំងបីដល់សាប់កាន់nóចាប់ជាប់វាពេលអោយដល់ឡើងមកដល់នឹងចាប់នឹងជើងភ្នំបងប្អូនដល់ខ្សល់ហៅថាថ្ងៃទៅនឹងរះបងប្អូនគឺនៅវេលានេះគឺម៉ោង6ជាងបងប្អូនម៉ោង6កន្លះណាបងប្អូនឥឡូវយើងចូលទស្សនាផ្ទៃហៅថាផ្ទៃសម្រស់ធម្មជាតិបងប្អូននេះគឺរឿងពិតបដ បងប្អូនដូចឃើញស្រាប់ចឹងបងប្អូននេះតែអ្វីដែលផ្លែកគឺអាចនឹងផ្ដិតឲ្យបងប្អូនបានទស្សនាដូចជាផ្ទៃជើងភ្នំបងប្អូនគឺឃើញសម្រស់ស្អាតមែនទែននៅក្នុងពេលព្រឹកគេហៅថាថ្ងៃទៅនឹងរះបងប្អូនគឺនៅវេលានេះគឺម៉ោង6ជាងបងប្អូនម៉ោង6កន្លះគឺថាឃើញទេសភាពហ្នឹងហើយគឺទី1គឺយើងនៅហៅថាផ្លូវហ្នឹងគឺត្រឹមជាផ្លូវធម្មតាទេបងប្អូនប៉ុន្តែទេសភាពវិញគឺមិនមែនជាធម្មតាទេដោយសារតែយើងពេលព្រឹកចឹងគឺថ្ងៃរះខ្លាំងមែនទែនបងប្អូនគឺយើងបានទស្សនាតែមួយផ្លេតទេសារតែវាក្តៅហើយយើងក៏មានពេលតិចតួចដែរសម្រាប់ឲ្យបងប្អូនបានឃើញទស្សនាឬក៏ស្ដាប់ស្នូសសัตว์យំនៅតាមជើងភ្នំបងប្អូនគឺថាព្រោះខ្លាំងណាស់បងប្អូន